ទៅដើរលេងតាមកន្លែងឯងតែស្មើនឹងយើងបានទៅដើរលេង4 5កន្លែងផ្សេងៗគ្នាអញ្ចឹងអ្នកទាំងគ្នាស្ដាប់អត់ច្រឡំហើយនេះគឺជាកោះបរិយាបន្នឬហៅថាកោះសម្ពុយដែលជាទីតាំងទាក់ទាញភ្ញៀវទេសចរទាំងជាតិហើយនិងភ្ញៀវអន្តរជាតិបានយ៉ាងច្រើនប្រចាំនៅទឹកដីខេត្តបរសៃអនុវីដេអូមួយនេះគឺខ្ញុំបានថតតាំងពីចុងឆ្នាំ2023មកម្លេះបើគិតមកដល់ឥឡូវគឺមានរយៈពេល1ឆ្នាំជាងបាត់ហើយបើរំលឹកទៅដល់ដំណើរកំសាន្តដ៏មានអត្ថន័យជារៀងរាល់ឆ្នាំខ្ញុំក៏ចង់អរគុណទៅដល់ប៉ាតារារដ្ឋដែរហើយនិងគ្រួសារប្រកបដែលតែងតែនាំក្រុមគ្រួសារទៅដើរលេងមិនថាទីឆ្ងាយទីជិតទេជារៀងរាល់កម្មវិធីបុណ្យទានធំៗឬក៏នេះឱកាសអំណោយឆ្នាំផ្សេងៗគឺគាត់តែងតែមានពេលវេលាដើម្បីនាំពួកយើងទៅសម្រាប់លំហែហើយនិងបង្កើតអនុស្សាវរីយ៍ល្អៗជារៀងរាល់ឆ្នាំងាកមកដំណើរកំសាន្តរបស់យើងវិញវាគឺជាដំណើរកំសាន្តព្រួញមួយបាញ់បានសัตว์ដល់ទៅ2 3អញ្ចឹងទីកន្លែងដែលយើងបានទៅលើកនេះគឺជាទីតាំងដ៏ពិសេសមួយហើយក៏ជារមណីយដ្ឋានដ៏ល្បីល្បាញមួយដែរប្រចាំខេត្តបរសៃអនុឬហៅកាត់ថាកំពង់សោមយើងនឹងឯងកោះបរិយាបន្នឬហៅថាកោះសម្ពុយនឹងគឺជាតំបន់កំសាន្តលាក់ខ្លួនដែលជាកូនកោះតូចមួយនៃអាស៊ានជាតិបរសៃអនុរៀមហើយមានទីតាំងស្ថិតនៅឃុំរៀមស្រុកព្រៃនប់ខេត្តបរសៃអនុផ្ទាល់តែម្ដងដែលមានចម្ងាយប្រមាណតាប្រហែលជា20គីឡូទេពីក្រុងបរសៃអនុលក្ខណៈពិសេសរបស់កោះបរិយាបន្ននឹងអាចនិយាយបានថាវាមានភាពប្លែកខ្លាំងពីកោះដទៃផ្សេងៗទៀតដោយសារការធ្វើដំណើរអ្នកទាំងអស់គ្នាអត់ចាំបាច់ជិះទូកឬជិះអបអរអីវែងឆ្ងាយដើម្បីទៅដល់កោះហ្នឹងឯងទាំងអស់គ្នាគឺយើងគ្រាន់តែធ្វើដំណើរដើរគឺដល់តែម្ដងដូចនៅក្នុងវីដេអូដែលបានបង្ហាញអញ្ចឹងមុននឹងចូលទៅដល់កោះបរិយាបន្នយើងបានទៅទិញសបុតប៉ុន្តែសម្រាប់សបុតខ្ញុំអត់ចាំទេព្រោះដោយសារម៉ែខ្ញុំអ្នកទិញហើយឲ្យខ្ញុំគាត់អ្នកចាត់ចែងគ្រប់សពបែបយ៉ាងអ្នកទាំងអស់គ្នាគឺមានមធ្យោបាយធ្វើដំណើរដល់ពួកយើងគេឲ្យយើងដើរទៅទេព្រោះដោយសារពីមួយកន្លែងទៅមួយកន្លែងគឺវាមានភាពឆ្ងាយគ្នាអញ្ចឹងគឺគេមានជាឡានអគ្គិសនីដឹកយើងទៅវិញទៅមកពីមួយកន្លែងទៅមួយកន្លែងនៅពេលដែលយើងដើរលេងចប់អញ្ចឹងគឺគេដឹកយើងទៅមួយកន្លែងទៀតអញ្ចឹងណាឆ្លងទៅឆ្លងមកហើយជាទូទៅអ្នកដែលទៅលេងកោះគាត់ច្បាស់ជាឃើញតែទិដ្ឋភាពលក្ខណៈថាច្បាស់ដឹងថាមានសមុទ្រវាលខ្សាច់ហើយនឹងដើមឈើអីផ្សេងៗឯងប៉ុន្តែបើសិនជាយើងទៅលេងនៅកោះបរិយាបន្នអ្នកទាំងអស់គ្នានឹងបានភ្លក់រសជាតិ3ផ្សេងគ្នាទី1ហ្នឹងគឺការជិះទូកអ្នកទាំងអស់គ្នាជិះទូកមើលទេសភាពនៅជុំវិញព្រៃកោងកាងមិននៅជុំវិញគឺនៅក្នុងព្រៃកោងកាងនឹងផ្ទាល់តែម្ដងហើយនៅពេលដែលជិះហ្នឹងគឺប៉ាគាត់បានធ្វើជាវីដេអូដែរមានថារៀបរាប់ពីទេសភាពអីផ្សេងៗផ្សព្វផ្សាយពីតំបន់ទេសចរអីផ្សេងៗចឹងទៅគាត់ថាវីដេអូហ្នឹងវាមួយឆ្នាំជាងហើយមិនដឹងតែគាត់បានផ្សាយហើយនៅទេអញ្ចឹងខ្ញុំយកមកផ្សាយមុនហើយទី2ទៀតនោះគឺយើងអាចចូលទៅលេងនៅក្នុងតំបន់ព្រៃកោងកាងមួយកន្លែងដែលមានឈ្មោះថាស្ពានឈើដីសាបត្រង់កន្លែងនេះអ្នកទាំងអស់គ្នាកាន់តែប្លែកមែនតើហើយគឺយើងទទួលបាននៅអារម្មណ៍ថ្មីមួយទៀតគឺដូចបានដើរផ្សងព្រៃនៅក្នុងព្រៃអញ្ចឹងប៉ុន្តែមិនគួរឲ្យខ្លាចឬក៏មិនអីមិនទេណាអ្នកទាំងអស់គ្នាប៉ុន្តែវាជាអារម្មណ៍រំភើបវិញពីព្រោះដោយសារយើងមានពេលបានគយគន់មើលទេសភាពព្រៃកោងកាងខ្ពស់ធំនៅចិត្តភ្នែកយើងផ្ទាល់តែម្ដងហើយក៏យើងអាចមើលឃើញជាក្តាមជ័រណាមានត្រីមានអីបដៅកូនអីអូយច្រើនខ្លាំងណាស់ទាំងអស់គ្នាហើយបើខ្ញុំវិញនៅពេលដែលឃើញអាក្តាមជ័រហែលវើកសំទោសដើរវើកហ្នឹងគឺខ្ញុំនឹកសម័យទៅដល់បុកលហុងពីព្រោះថាក្តាមនេះគឺគេយកទៅធ្វើបុកលហុងអ្នកទាំងអស់គ្នាអញ្ចឹងគឺជាតិខ្លាំងមែនតើអូយស្មាតោបាបប៉ុនមកជានេះពេលគ្រាន់តែឃើញសត្វវាហើយនឹកឃើញរបស់ញ៉ាំអញ្ចឹងរីឯចំណុចទី3ដែលជាចំណុចមេនៃតំបន់កំសាន្តនេះតែម្ដងនោះអ្នកទាំងអស់គ្នាគឺកោះបរិយាបន្ននេះឯងបើនិយាយពីទេសភាពវិញជុំវិញ360ដឺក្រេគឺថាស្អាតអត់ដឹងនិយាយថាម៉េចទេកូនកោះតូចញឹបទេប៉ុន្តែសុំសើគឺថាមានភាពតាក់ទាញខ្លាំងមែនតើទាំងស្ពានដើរចូលរហូតទៅដល់កោះកន្លែងរូងភ្នំហ្នឹងគឺអែមខ្លាំងនេះពួកខ្ញុំទៅហ្នឹងគឺចំពេលបើកថ្ងៃក្តៅខ្លាំងមែនតើអ្នកទាំងអស់គ្នាប៉ុន្តែបើនិយាយពីទេសភាពវិញគឺថាថតចេញមកគឺនៅតែស្អាតភ្លឺច្បាស់ហើយប្លង់ថតវិញនិយាយពីថាអត់ខ្វះទេអ្នកទាំងអស់គ្នាដូចផ្ទាំងថ្មខ្លះក៏មានរូបរាងដូចជាគីងគក់ដូចបងខ្ញុំក៏បានថតនៅខាងមុខហ្នឹងគឺជាផ្ទាំងថ្មដែលមានរូបរាងដូចជាសត្វគីងគក់អញ្ចឹងទាំងអស់គ្នាគឺដូចមែនតើហើយត្រង់កន្លែងថ្មនេះវិញអ្នកទាំងអស់គ្នារូបគឺដូចទៅនឹងក្បាលរបស់ស្ដេចស្វាសុនឧខុងអញ្ចឹងណាហើយមិនចេះតែថាគឺដូចមែនតើហើយនៅក្បែរហ្នឹងក៏មានកងពាក់លើក្បាលរបស់សុនឧខុងហើយនឹងលំពេងអីចឹងទៅតំណាងអីចឹងណាតាក់ទាញខ្លាំងមែនតើឯផ្នែកខាងនេះវិញក៏មានរូបសំណាកពនាងធំមួយនៅលើកោះហ្នឹងសម្រាប់ឲ្យពួកយើងគោរពបូជាអាចជាពនាងនាគឬក៏ពនាងឈ្មោះអីផ្សេងមិនដឹងឬក៏មិនខ្ញុំភ្លេចបានថតឈ្មោះកន្លែងហ្នឹងអធិស្ឋានផងហើយបើនិយាយពីផ្ទាំងថ្មធំនេះវិញចាគឺមានផ្លូវឆ្លងកាត់ចេញចូលឡើងចុះបានតាមចលងថ្មហ្នឹងគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនតើអញ្ចឹងមិនថាសុំតែសើសម្បត្តិធម្មជាតិខ្មែររបស់យើងខ្លាំងហ្មងចំពោះនៅចំវិញកោះហ្នឹងវិញអ្នកទាំងអស់គ្នាគឺសុទ្ធសឹងតែជារីសតធំសុទ្ធតែអ្នកដែលជាលំដាប់អភិជនគាត់មកស្នាក់នៅបែបលំហែម្ដងម្កាលឬក៏រយៈពេលខ្លីអីចឹងហើយក៏មានជនបរទេសមានខ្មែរយើងអីហ្នឹងគាត់ទៅលេងនៅនឹងច្រើនដែរនៅហ្នឹងក៏មានដូចជាសួនច្បារស្អាតមានហាងកាហ្វេមានអីស្អាតសម្រាប់ថតរូបចឹងប៉ុន្តែដោយសារពេលវេលាខ្លីគឺពួកខ្ញុំអត់បានចូលទៅថតទេគឺយើងគ្រាន់តែដើរកាត់ហើយអត់បានចូលទេចេញពីកោះបរិយាបន្ននឹងមកពួកយើងក៏ទៅលេងនៅគេហៅថាកសិដ្ឋានចិញ្ចឹមសត្វជៀមហើយនឹងអូទ្រីសដែលខ្ញុំអត់ចាំបានថានៅណាប៉ុន្តែដូចជាស្ទឹងហៅទាំងអស់គ្នាខ្ញុំភ្លេចបាត់ហើយព្រោះវីដេអូនេះយូរដែរហើយអញ្ចឹងវាអាចនឹងខ្វះចន្លោះ detail location តិចតួចប៉ុន្តែគឺស្ថិតនៅក្នុងដូចជាតំបន់ស្ទឹងហៅទាំងអស់គ្នានៅហ្នឹងគឺគេមានចិញ្ចឹមជាសត្វអូទ្រីស
ហើយនឹងជាមហើយអ្នកទាំងអស់គ្នាកុំឃើញអូទ្រីអីស្អាតស្អាតអញ្ចឹងឲ្យតែប៉ាយអត់បានទេអូយវាចឹកយើងណាគឺមានការចឹកចាគឺចឹកខ្ញុំឡើងហើមដៃចឹកឲ្យខ្ញុំឡើងក្រហមដៃដូចនេះអញ្ចឹងនិយាយរួមទៅស្អាតតែរូបស្អាតតែរាងឯងប៉ុន្តែឆ្នះលេខ1ហើយនេះគឺជាកសិដ្ឋានចិញ្ចឹមជាមហ្នឹងបងខ្ញុំវាច្រឡំប៉ប៉ែវាហៅម៉ែប៉ប៉ែចាតាមពិតគឺជាមទេចាហើយខ្ញុំក៏បានចូលទៅលេងជាមួយនឹងជាមដែរខ្ញុំមានអារម្មណ៍ថាជាមនៅក្នុងវីដេអូដែលគេបង្ហាញហើយនឹងយើងទៅជួបផ្ទាល់គឺខុសគ្នាចាជាមនេះដូចយើងគឺខ្រិចវារបៀបហូមវាអត់ស្អាតណាហើយវាអត់គួរឲ្យចង់លេងប៉ុន្តែប្លែកជាមហើយនឹងប៉ប៉ែខ្ញុំមានអារម្មណ៍ថាដូចតែគ្នាគ្រាន់តែថាខុសហូមវាបន្តិចបន្តួចហើយបន្ទាប់មកយើងក៏បន្តដំណើរត្រឡប់មកទីក្រុងភ្នំពេញវិញចាប់ហើយតែប៉ុណ្្នឹងឯង